ខ្ញុំសូមសាទរនឹងវាតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជានិងថៃដែលគ្រោងនឹងចុះហត្ថលេខានៅថ្ងៃទី26 ខែតុលាឆ្នាំ2025នៅទីក្រុងកូឡាឡុំពួរប្រទេសម៉ាឡេស៊ីក្រោមការជួយសម្របសម្រួលដោយសហរដ្ឋអាមេរិកនិងប្រទេសម៉ាឡេស៊ីក្នុងស្មារតីបង្កើតជំនឿទុកចិត្តនិងភាពជឿជាក់ទៅវិញទៅមកព្រមទាំងការបដិញ្ញាចិត្តក្នុងការធ្វើឲ្យប្រសើរឡើងនៃទំនាក់ទំនងនិងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញនៃប្រទេសទាំងពីរសភាពការនេះក៏នឹងបង្កលក្ខណៈចំពោះការដោះលែងទាហានកម្ពុជាចំនួន18នាក់ក្រោមការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡុំពួរនេះភាគីទាំងពីរបានព្រមព្រៀងគ្នាថាយើងនឹងរៀបចំកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ GBC នៅក្នុងរយៈពេល90ថ្ងៃឬតាមសេចក្តីត្រូវការចាំបាច់ណាមួយបន្ទាប់ពីកិច្ចប្រជុំនេះដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងជាចុងបញ្ចប់ខ្ញុំសូមបញ្ជាក់ពីការបបន្តបដិញ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការរក្សានិងលើកកម្ពស់សន្តិភាពស្ថិរភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងនិងប្រទេសជាមិត្តទាំងអស់គ្នាទាំងអស់ទៀតសូមអរគុណ